សួស្តីបងប្អូនទាំងអស់គ្នាជួបគ្នាក្នុងមេរៀន Chapter 4 ដដែលនៅមេរៀនទី5ថ្ងៃនេះអញ្ចឹងយើងរំលឹកមេរៀនទី3ទី4ដែលយើងបានសិក្សាគឺមានស្រៈ AI ដែលមានសំឡេង A និង AY ដែលមានសំឡេង A អញ្ចឹងយើងចូលមេរៀនទី5គឺ AIR មានសំឡេង Air យើងអានថា Air អញ្ចឹងអនុវត្តទាំងអស់គ្នា H មានសំឡេង H AIR Air H Air Hair ទី2 CH មានសំឡេង Ch AIR គឺស្រៈ air ឆើ air chair ទី3 F មានសំឡេង f AIR មានសំឡេង air អញ្ចឹង f air fair ហើយមេរៀនទី5យើងមានប៉ុណ្ណឹងយើងបន្តទៅមេរៀនមួយទៀតមេរៀនទី6ដែល ARE មានសំឡេង air ដែរអញ្ចឹងពាក្យទី1 C មានសំឡេង k ARE ស្រៈ air k air care ទី2 S មានសំឡេង s P មានសំឡេង p s p sp ARE គឺស្រៈ air sp air spare ទី3 D មានសំឡេង d ARE គឺស្រៈ air d air dare អូខេអញ្ចឹងមេរៀនរបស់យើង AIR air មានសំឡេង air ហើយនិង ARE ក៏សំឡេង air ដែរមានតែប៉ុណ្្នឹងជួបគ្នានៅក្នុងវីដេអូក្រោយទៀតបងប្អូនទាំងអស់គ្នាហើយបងប្អូនកុំភ្លេចអនុវត្តបន្ថែមព្រោះពាក្យមានបន្ថែមច្រើននៅក្នុងសៀវភៅយើងមើលតាមសៀវភៅណាសៀវភៅដែលខ្ញុំផ្ញើជូនជា file PDF អរគុណទាំងអស់គ្នា